ชีวิตពលករនៅកូរ៉េបងប្អូនអត់មានអីក្រៅពីប៉ុណ្្នឹងទេចាញ់ពីធ្វើការឲ្យគេមកគឺយើងឆ្លៀតដាំតំណាំហូបផ្លែខ្លួនឯងអញ្ចឹងណាបងប្អូនមានពេញប៉ោះមានត្រប់មានតសក់សដែកអីចឹងណាបងប្អូនប្រទេសក៏មាននិយាយទៅមានគ្រប់មុខបងប្អូនហើយបងប្អូនឃើញនៅក្នុងវីដេអូនឹងស្រាប់ឲ្យផ្លែល្អមែនតើហើយដីនៅប្រទេសគេគឺថាដាក់អីក៏ល្អដែរបងប្អូនអញ្ចឹងអត់រើសដីអត់រើសទីកន្លែងទេឲ្យតែមានកន្លែងដាំមានកន្លែងតនេយើងអាចឆ្លៀតដាំបានបងប្អូននិយាយទៅនៅប្រទេសកូរ៉េបើយើងអត់ឆ្លៀតទេបងប្អូនយើងទិញតែគេគឺយើងទប់ទល់អត់រួចប្រចាំខែការចំណាយរបស់យើងប្រចាំថ្ងៃទេបងប្អូនអញ្ចឹងតោះតែយើងឆ្លៀតដាំតំណាំដាំអីហូបខ្លះចឹងណាបងប្អូនយើងអាចកាត់បន្ថយចំណាយរបស់យើងមិនតិចបន្តួចដែរវាមិនមែនទាំងស្រុងប៉ុន្តែវាបានខ្លះចឹងណាបងប្អូនអញ្ចឹងមានតែឆ្លៀតទោះបីយើងរវល់នឹងការងារធ្វើឲ្យគេទោះបីរវល់ធ្វើការងារឲ្យគេយ៉ាងណាក៏ដោយបងប្អូននៅតែយើងឆ្លៀតបានឲ្យតែយើងអាសានៅកន្លែងណាក៏យើងអត់ដាច់ពោះដែររួមមនុស្សខ្ជិលទេទៅកន្លែងណាក៏អត់ធ្វើអត់ចេញប៉ុន្តែបើមនុស្សរៀងអាសាទៀតណាមានបន្តិចគឺយើងអាចឆ្នៃចេញដែរមែនអត់បងប្អូនហើយដូចពួកខ្ញុំជាពលករធ្វើការនៅប្រទេសកូរ៉េអញ្ចឹងបងប្អូនអត់មានពេលទៅណីទេប៉ុន្តែឆ្លៀតគឺចេញពីធ្វើការល្ងាចឡើង1ម៉ោង2ម៉ោងហ្នឹងគឺឆ្លៀតធ្វើដីធ្វើអីដាំតំណាំដាំបន្លែហូបផ្លែអញ្ចឹងណាបងប្អូនហើយមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនមានពេញប៉ោះមានស្ពៃក្តោបមានសក់មានអីកន្លែងផ្សេងកន្លែងមានពោតការ៉ុតឆៃថាអីក៏មានដែរបងប្អូនយល់គឺមានសឹងតែថាគ្រប់មុខហ្មងបងប្អូនស្អីពួកខ្ញុំដាំបានដែរឲ្យតែមានកន្លែងដាំយល់បន្លែខ្មែរយើងមានអីពួកខ្ញុំដាំសឹងតែចង់គ្រប់មុខឯងបងប្អូនហើយល្អណាបងប្អូនឥឡូវខែ5ខែ6នេះគឺយើងទទួលបានផលវាគ្រប់គ្រាន់បងប្អូនអាចនិយាយបានថាហូបបោអត់សូវទិញបន្លែប្លុកគេទេយើងទិញតែសាច់ទិញតែអីមកយើងមានបន្លែខ្លួនឯងស្រាប់អញ្ចឹងយើងអាចបេះបោចបន្លែខ្លួនឯងយើងដូចតកូនដូចអីក៏មានដែរបងប្អូនយើងអាចឆ្លៀតធ្វើបានយកទៅធ្វើម្ហូបធ្វើញ៉ាំហ្នឹងយើងកាត់ការចំណាយរបស់យើងបានមកផ្នែកដែរបងប្អូនហើយបើធ្វើការនៅកូរ៉េបើយើងអត់ចេះសំចៃទេតែចំណាត់ទៅវិញក៏យើងអត់មានសល់លុយដែរអញ្ចឹងតោះតែយើងឆ្លៀតហើយយើងសំចៃខ្លួនឯងខ្លះណាបងប្អូនពេលយើងចំណាត់ទៅវិញបានយើងរៀងសល់លុយខ្លះអាចទៅរកស៊ីតិចតួចអីដែរអញ្ចឹងណាបងប្អូនវាមិនសល់ច្រើនតែបើយើងចេះបៀតចេះសំចៃក៏វាអាចសំជួយគ្នាបានមួយផ្នែកអញ្ចឹងណាអញ្ចឹងហើយបងប្អូនរស់នៅប្រទេសកូរ៉េកុំខ្ជិលបងប្អូនកុំខ្ជិលមិនថានៅប្រទេសកូរ៉េឬក៏នៅប្រទេសណានៅស្រុកខ្មែរយើងក៏ចឹងដែរក៏យើងអាចដាំបានដែរឲ្យតែយើងឧស្សាហ៍បងប្អូនយើងកុំយកពាក្យខ្ជិលបាំងមុខនៅទីណាក៏យើងអាចធ្វើបានដាំបានរបស់ហូបរបស់ញ៉ាំបានច្រើនដែរបងប្អូនទោះអីរបស់ខ្មែរយើងវាអត់ខ្វះទេបងប្អូនបន្លែប្លុកផ្លែឈើអីអត់ខ្វះទេរាប់រយរាប់ពាន់អ្នករាប់ពាន់មុខអញ្ចឹងយើងអត់ខ្វះទេសម្រាប់បងប្អូនដែលគាត់ឧស្សាហ៍កុំចំណាយពេលវេលាចោលអត់ប្រយោជន៍អីចឹងណាអញ្ចឹងយើងងាកមកមើលដំណាំយើងវិញគឺថាល្អមែនតើបងប្អូនគឺខ្ញុំមកបីមកតែផ្លាក់យកធ្វើភ្លាទេបងប្អូនប៉ុន្តែឃើញអាពេញប៉ោះហ្នឹងវាទុំល្អហើយនឹងពេញប៉ោះហ្នឹងវាឆ្ងាញ់ទៀតណាបងប្អូនពេញប៉ោះហ្នឹងសាច់ណែនខ្ញុំក៏ឆ្លៀតបេះប្រលេះចូលមាត់អីខ្លះទៅណាបងប្អូនបេះពេញប៉ោះបានមួយផ្លែបងប្អូនជុតញាត់មាត់លក់ជាតិបងប្អូនពេញប៉ោះហ្នឹងផ្អែមណាបងប្អូនផ្អែមមានសាច់លងណែនយើងនិយាយរួមយើងអាចជំនួសផ្លែឈើបានណាបងប្អូនយើងអាចហូបជាផ្លែឈើបានព្រោះអីវាសាច់ណែនហើយវាផ្អែមមែនតើឆ្ងាញ់ណាបងប្អូននិយាយទៅបើបងប្អូនដាំអាចដាំមកពុជនឹងបាន